ក៏រងថ្លៃជាប្រទេសគេមែនអត់ខ្ញុំបានមកដើរលេងមួយថ្ងៃនៅលើកោះរងហើយខ្ញុំចង់ share opinion ខ្លះៗនៅលើការសន្ទនាមួយនេះ Don't make me think of it like you can't make a defense. You talk to me dirty, I'm talking back like a replay. តែមុនចូលទៅដល់ប្រធានបទយើងអ្នកទាំងអស់គ្នាក៏លេចមកមើលទស្សនភាពខ្លះៗនៅលើកោះរងតិចសិនណា ចឹងគឺខ្ញុំមកមើលគ្រួសារខ្ញុំទាំងអស់គឺ5នាក់ទាំងកូនទូចខ្ញុំកូនបើខ្ញុំហ្នឹងគេអត់យកលុយទេសម្បត្តិទុកគឺ$30ម្នាក់ round way គឺមានន័យថា$30ហ្នឹងគឺទាំងទៅទាំងមកសម្រាប់ resort ដែលខ្ញុំ book ហ្នឹងគឺគាត់តំតែបើកអញ្ចឹងទៅមកកតុបគេបាន4នាក់តម្លៃ$85គាត់ក៏មាន pick up ពីផែផងដែរដូចសម្រាប់ការញ៉ាំអីវិញគឺខ្ញុំញ៉ាំតាពីកន្លែងណាក៏ខ្ញុំញ៉ាំដែរអញ្ចឹងទៅតម្លៃក៏វាខុសៗគ្នាតាមហ្នឹងដែរសម្រាប់ breakfast ភាគច្រើនអាចនឹងមានតម្លៃចាប់ពី$4ឡើងទៅហើយបើសម្រាប់ម៉ូតូវិញមួយម៉ូតូជួល24ម៉ោងគឺតម្លៃ$15អ្នកទាំងអស់គ្នាអាចជួលតែមួយម៉ូតូតែជា3នាក់អញ្ចឹងចែកលុយគ្នាតាមហ្នឹងទៅហេតុអីបានតម្លៃនៅលើកោះរៀងខ្ពស់ដោយសារវាជាកោះហ្នឹងឯងអញ្ចឹងរបស់គ្រប់យ៉ាងដែលនៅលើកោះហ្នឹងគឺត្រូវតែនាំយកពីគោកថាគ្រឿងក្រៅធ្វើម្ហូបមិនថាប្រេងមិនថាសាំងគឺត្រូវដឹកជញ្ជូនមកពីលើគោកទាំងអស់អញ្ចឹងគាត់តែតម្លៃដឹកជញ្ជូនហ្នឹងគេគិតនៅក្នុងហ្នឹងហើយបាត់ដែរហើយនៅថ្លៃសេវីសនៅរស់ស្រង់មួយទៀតហើយបើប្រៀបធៀបទៅនឹងជាមួយប្រទេសផ្សេងវិញពេលដែលបងទៅប្រទេសផ្សេងហ្នឹងគឺទៅលើកោះឬក៏ទៅលើគោកនៅប្រទេសគេបើទៅលើគោកនៅប្រទេសគេ of course it's gonna be cheaper ហើយសំណួរសួរថាតើតម្លៃប៉ុណ្្នឹងសមរម្យអត់សម្រាប់ខ្ញុំ yes តម្លៃប៉ុណ្ណឹងគឺសមរម្យសម្រាប់នៅលើកោះមាន vibe ខុសគេស្ងប់ relaxing chill ពិសេសហាទស្សនភាពនៅនឹងហ្មងនិយាយទៅ the moment ខ្ញុំជន់នៅលើដីកោះហ្នឹងគឺវាប្រែ180ដឺក្រេហ្មងហើយមួយទៀតតម្លៃអាហារទាំងអស់គឺវាមិនមែនចាក់កទាំងអស់ទេវាមានថោកដូចគ្នាតែបងត្រូវតែជិះម៉ូតូដើររងនិយាយមែនខ្ញុំអត់ណែនាំឲ្យអ្នកទាំងអស់គ្នានៅតែកន្លែងដែលអ្នកទាំងអស់គ្នាចុះហ្នឹងគេថាបើអ្នកទាំងអស់គ្នាចុះនៅឡុងសិនអ្នកទាំងអស់គ្នា stick to ឡុងសិនទេអត់ខ្ញុំអត់ recommend មកខ្ញុំ recommend ឲ្យជិះម៉ូតូ explore និយាយទៅ explore ពេញនឹងបដ ாய் ផ្លូវមានម៉ានជិះប៉ុណ្ណឹងបើកាន់តែខ្យល់វិញបើជិះម៉ូតូក៏បានដែរទាំងអស់គ្នាទិញកញ្ចប់គួរជិះទូកអ្នកទាំងអស់គ្នាមួយថ្ងៃដូចជា$15គេមាន full include ក្នុងហ្នឹងទៀតហើយសប្បាយម្យ៉ាងដែរតាមបាតចិត្តយើងដូចគ្នាបើយើងចង់ save យើងញ៉ាំអីបែប save ទៅយើងកុំ spend ញ៉ៃញ៉ៃកុំគេងអីដែលលើសលប់គេង hostel ក៏បាន hostel ដូចជា10ទៅ15រៀលទេក្រោយនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាបើអ្នកទាំងអស់គ្នាជ្រើសរើសយកកោះរងសូមគិតពីបរិយាកាសនិងធម្មជាតិនៅទីនេះដោយសារពេលដែលអ្នកទាំងអស់គ្នាកំពុងចំណាយលុយហ្នឹងមិនមែនធម្មតាចំណាយលុយទៅលើអាហារនិងសណ្ឋាគារតែចំណាយទៅលើបទពិសោធន៍ហើយនិងអារម្មណ៍ដែលអ្នកទាំងអស់គ្នាទទួលបាន